ได้ตระหนักมาទី1គឺផែនការនៅក្នុងការដាក់កាមេរ៉ាសុវត្ថិភាពបន្តពីឆ្នាំមុនដែលយើងអត់បានដាក់នៅកាមេរ៉ាសុវត្ថិភាពនៅខាងមុខក្នុងផ្ទះចូលតាមកំណត់ទៅកាមេរ៉ាសុវត្ថិភាពយើងមានកម្រិតដាក់តាមឆ្នាំមុនហ្នឹងដោយសារបាយហ្នឹងអានេះគោលការណ៍ចម្បងទី1ដែលយើងត្រូវបន្តក្នុងការដាក់កាមេរ៉ាសុវត្ថិភាពនៅខាងមុខបាទហើយផែនការទី2គឺយើងរៀបចំសួនច្បារខាងមុខសាលារៀនដូចមានតាមវិទ្យាសាស្ត្រនិងតាមជាបានឃើញស្រាប់ហើយសម្រាប់សួនច្បារនៅខាងមុខយើងមើលទៅអត់ទាន់មានសម្ព័ន្ធភាពបានស្អាតឡើយទេអញ្ចឹងនេះជាផែនការទី2សម្រាប់មាតាបិតាសិស្សនិងតាមជាបាលទាំងអស់ចូលរួមសហការជាមួយនឹងសាលារៀនហើយក្នុងការធ្វើរោងសម្រាប់កូនរបស់យើងអង្គុយចាំនៅក្នុងមុខសាលានៅពេលយើងទទួលហើយសម្រាប់មេដាបិតាសិស្សហើយតាមជាបាលទាំងអស់ដែលគាត់ទទួលរោងគាត់អាចអង្គុយនៅក្នុងរោងជោគលៀនជោគស្នាមថ្ងៃផងដែរនឹងជាផែនការទី3សម្រាប់គណៈកម្មការអភិវឌ្ឍសាលារៀនរបស់យើង